mấy chung cho bán đấy mấy chôm phụ chung mới được rồi miên cho miên bán rồi chứ đại được phải của nó bài mấy chứ nè mới được căn đặt bị xe bờ đơn là cầm rung luôn này nâng miên đấyผมvô luôn này tới chung miên đặt xóm thế mấy nhưng miên nó xong to tầm mấy miên xong rồi chẳng hả mới chẳng đăng mất mình kia cho miên tam có nhận vào thằng bạn đấy toàn miên sắm chạm dừng miên bởi miên xong tay miên thầy nói chung miên trong miên thợ trong số thằng mấy trong miên on còn mấy khát tiền không chẳng bạn trong người cháu nhưng mình chụp được chui thì mình cầm rôn thành cả bọc trong tại bàn điệp chóng chơi tại sao mà vậy đi khu của bạn chập đang là cả làm của nhảy việc bao có miên khó chắc các bạn đặt khơi cầm rôn muối đã cái tha mê xạ son cầm rôn nên tham mê miên làm đồ sạch thầy thắng cho anh nó khơi cầm rôn lõ cho bài lõรับmiên ban anh pro miên luôn đấy mê trong miên ạt sòng này bùm mê miên sòng tao giờ miên mình xăm thật đấy miên tới nòng kia mơ nghĩ mà nòng kia thì côn đi chứ nó mê trong miên đây ta đấy cứ bẩn tham ca miên ở miên mùi cầm đặt tiền miên rock về đó mày miên chạy miên chậm này đâm trong tay ha không mơ được lá nè không bị dạy về một sọt đà miên ai cạo được bàn mà liên tới tiền rồi là mê cầm sao cầm ọt chấm nó mê thế mê phải chắc đăng ký cầm rung trong hai mê đại cái rồi បងហាញប្រភពផលិតច្បាស់លាស់ពីរោងចក្រប្រទេសកូរ៉េហូបក្នុងបរិមាណត្រឹមត្រូវមិនបារម្ភបញ្ហាពុកឆ្អឹងទទួលស្គាល់ដោយក្រសួងខ្មែរនិងកូរ៉េរួចរាល់ព្រមទាំងមានការធានារ៉ាប់រងពីក្រុមហ៊ុន Samsung ប៊ីចេង MAE ជាប៊ីចេងសុវត្ថិភាពសុខភាពសម្រាប់ពុកម៉ែបងប្អូនប្រើប្រាស់ចំណុះ2ខាំកន្លះតម្លៃត្រឹមតែ 10000 រៀលរីឯចំណុះកន្លះគីឡូតម្លៃត្រឹមតែ 15000 រៀលតែប៉ុណ្ណោះមិនសោកចេះខ្ញុំគាត់ថាវាលឿនពេកមួយអាទិត្យបាន ខ្ញុំដឹងថាមេថ្ងៃមេតែមេមានទៅតែថាមួយអាទិត្យបាន 500,000 វិញមក50,000បាន 50,000 វិញខ្ញុំដាក់មួយអាទិត្យ2រៀលហ្នឹងមេមើលផ្នែកយល់ពីអារម្មណ៍មេខ្ញុំបាននេះគ្រឿងខ្ញុំប្រាជ្ញាថាអត់ទេនេះនៅឆ្នាំ 2027នេះមេខ្ញុំនឹងរកឲ្យបានប្រាក់ខ្លាចជាមហាសេដ្ឋី1000 លានដុល្លារហ្នឹងមែនពេលលានមានតម្លៃទៅនិយាយដីមេខ្ញុំគិតថាវាយតម្លៃលើទីផ្សារប្រហែលជា 50,000 មែនមេ 50,000 អញ្ចឹងខ្ញុំគិតថាមេដាក់លក់ដីនេះនៅក្នុងតម្លៃត្រឹមតែ$1សុំមេយល់ទេដី 50,000 មកលក់មួយរៀលខ្ញុំមិនលក់ចាញ់មកគិតអត់ដល់មេនេះគិតអត់ដល់ដោយសារអីដីការគិតរបស់មេនៅក្នុងគុំបាល់មេវិលវាអត់ដល់ជុំយល់ទេដីមេលើទីផ្សារគេហ៊ានឲ្យតម្លៃថាជា$60,000ខ្ញុំលក់លើទីផ្សារលក់ជាសាធារណៈឲ្យបងប្អូនគាត់ចូលទិញក្នុងតម្លៃត្រឹមតែ$1វាមិនដែរតែលក្ខគេមានដីគេយកទៅលក់មួយរៀលអានេះយល់មេយល់អានេះយល់មិនលក់បាល់ហ្នឹងយើងលក់$1នេះយើងយកឈ្មោះគាត់ដើម្បីធ្វើការចាប់ឆ្នោតអញ្ចឹងគម្រោងយើងគោលការណ៍យើងឲ្យបងប្អូនចូលរួមទិញក្នុងម្នាក់$1នេះដើម្បីផ្សងសំណាងគ្រប់1លាននាក់ទើបយើងធ្វើការចាប់ឆ្នោតផ្សងសំណាងតាមឈ្មោះបងប្អូនណាបងប្អូននោះចំណាយតែ$1ប៉ុន្តែបានដីតម្លៃ$60,000វ៉ាឃើញទេហើយមួយមេគិតមើលយល់ឡាគុណនឹង1លានស្មើប្រហែល1លានបាទឯដី$60,000ច្រាញ់ប្រហែល40,000បាទមួយអាទិត្យដឹងលក់បានបាទយើងដាក់លក់មួយអាទិត្យលើសពី1លានអ្នកក្នុងការទិញព្រោះអី$1សងសំណាងស្មើកាហ្វេគេមួយកែវមកកែវស្មើនឹងបាយគេស្រុកគេម្ចាស់ហ្នឹងឬគេមិនចំណាយទិញចំណាយ$1ចោលទៅឃើញទេគំនិតដល់ពេលថ្ងៃណាគេដាក់ឆ្នោតតាមឈ្មោះយើងជាម្ចាស់កម្មសិទ្ធិនេះដី$60,000ចំណាយតែ$1ទេមេហើយយើងធ្វើការចាប់ឆ្នោតតើតែគ្រប់1លានអ្នកទើបយើងបើកកម្មវិធីចាប់ឆ្នោតយកដីនេះអូក្នុងករណីមិនទាន់គ្រប់1លានអ្នកយើងអត់ចាប់ឆ្នោតទេចាំអ្នកទិញមុនទុកជាមុខក្រាក់លុយសុទ្ធទៅមិនហើយចាំគាត់ចូល1លានអ្នកគាត់អ្នកដែលឈ្មោះទិញហើយហ្នឹងគាត់ព្យាយាមដើរបកបកាសណែនាំបងប្អូនសាច់ញាតិពូជម្បូរគាត់អ្នកភូមិគាត់ឲ្យមកទិញដើម្បីគ្រប់1លានអ្នកទៅខាងក្រុមហ៊ុនចាប់ឆ្នោតជូនអញ្ចឹងយើងមានលុយ$40,000ក្នុងឯទៅហើយដែលយើងឆ្នៃយល់ទេតែអានឹងខុសច្បាប់ទេបោកគេរកស៊ីលក់ធម្មតាហើយចាប់ឆ្នោតមែនបាទប៉ុន្តែយើងឲ្យគ្រប់1លានអ្នកទើបយើងចាប់ឆ្នោតជូន$1គុណនឹង1លានអ្នកស្មើប្រហែលហើយ$1លានដីយើង$60,000ចំណេញ40,000ត្រូវនេះគម្រោងទី1គំនិតទី1ទី2បើយើងចង់ចំណេញថែមពេលយើងចាប់ឆ្នោតពេលយើងលូកចំឈ្មោះលើកឡើងមកយើងដាច់ភ្លើងចោលអត់ឲ្យទេមិនឲ្យទេឲ្យប៉ុន្តែឲ្យបងប្អូនយើងពេលណាយើងបាត់ភ្លើងមកវិញគេអាចដាច់ភ្លើងហ្នឹងមិនងឹតទាំងអស់គ្នាយើងដូរយកឈ្មោះបងប្អូនយើងមកលុយយើងទៀតលុយហើយមិនចាស់ដៃលុយមានន័យថាមួយខែបាន$2លានបាទ$2លានមួយឆ្នាំ12ខែវាបាន24លានវ៉ាជុន
យើងយកលុយនេះទៅទិញគម្រោងផ្សេងដីផ្សេងចាស់ផ្សេងយើងដាក់លក់បន្តទៀត 10 ឆ្នាំសម្រាប់240លានដុល្លារចុន បើមេរៀបចំវិនិយោគតាមគម្រោងខ្ញុំមេនឹងទៅជាអ៊ីលម៉ាស់ទី2អ៊ីលម៉ាស់កម្ពុជាវ៉ាវសាអត់ដឹងប្រកឡើងតែឃើញនេះ ឥឡូវខ្ញុំសុំអត់សុំខ្ញុំខ្ជិលថាធ្វើ Elon Musk ទី2ខ្ញុំធ្វើយឹមតែស្រង់ទី1នៅខ្មែរចា ហ្នឹង យឹមតែស្រង់ដូចរាល់ថ្ងៃលក់លទ្ធផលមក EE មានទឹកជាតិមិនមានថ្នាំដុសធ្មេញមានអីចឹងចុះ មើល ស្រាប់សិនខ្ញុំអត់ប្រាថ្នាមានគំនិតដល់អញ្ចឹងអីខ្ញុំសុំអត់ខ្ញុំសុំមានប៉ុណ្ណឹងបានហើយឲ្យគ្រឿងឯងនៅធ្វើការខ្ញុំប៉ុណ្ណឹងខ្ញុំប្រើលើការជួយបងប៉ុណ្ណឹងបានហើយ មេបដិសេធខ្ញុំមេមើលអភ័យអរគុណមេវាថាងងណាថាងងណា ខ្ញុំចិត្តល្ងងដោយភាពស្មោះត្រង់អញ្ចឹងចុះចុះចាណា ខ្ញុំយកគម្រោងនេះទៅឲ្យឪខ្ញុំវិញ តើ លក់ដីហ្នឹង ឆ្ងាញ់សុវត្ថិភាពសម្រាប់សុខភាពសូមប្រើប្រាស់ប៊ីចេងម៉ាក់ EE បង្ហាញប្រភពផលិតច្បាស់លាស់ពីរោងចក្រប្រទេសកូរ៉េជាប៊ីចេងសុវត្ថិភាពសុខភាពសម្រាប់ពុកម៉ែបងប្អូនប្រើប្រាស់ទទួលស្គាល់ដោយក្រសួងខ្មែរនិងកូរ៉េរួចរាល់ព្រមទាំងមានការធានារ៉ាប់រងពីក្រុមហ៊ុន Samsung ហូបក្នុងបរិមាណត្រឹមត្រូវមិនបារម្ភបញ្ហាពុកឆ្អឹងចំណុះ2ខាំកន្លះតម្លៃត្រឹមតែ 10000 រៀលរីឯចំណុះកន្លះគីឡូតម្លៃត្រឹមតែ 15000 រៀលតែប៉ុណ្ណោះ